នេះខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដោយសារតែក្រោយពេលដែលខ្ញុំមកពីទិញបន្លែវិញខ្ញុំបានជួបនឹងបងស្រីម្នាក់គាត់ជូនកូនមករៀននៅសាកលវិទ្យាល័យហើយកូនគាត់មានពីរមួយប្រុសមួយស្រីហើយគាត់មកជួលបន្ទប់នៅម្ដុំខ្ញុំដែរហើយពេលដែលដល់ជួបគាត់ក៏បានសួរខ្ញុំថាអូនរៀនខាងអីអឺរៀនចប់នៅហើយខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំចប់ហើយខ្ញុំរៀនចប់ឆ្នាំ2018គាត់ក៏បន្តសួរខ្ញុំទៀតថាតើអូនរៀនខាងផ្នែកអីគេខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំរៀនខាង IT ខ្ញុំរៀនចប់នៅសាកលវិទ្យាល័យភូមិភ្នំពេញកាលពីឆ្នាំ2018ហើយគាត់ក៏មានសំណួរមួយចំនួនសួរមកខ្ញុំតាក់ទងជាមួយនឹងកូនគាត់ទាំងប្រុសទាំងស្រីប៉ុន្តែដោយឡែកកូនរបស់គាត់ប្រុសគាត់ចង់ធ្វើការឆ្នាំទី1ស្របពេលដែលគាត់កំពុងតែឡើងមកភ្នំពេញអត់ទាន់បានប្រមាណដោយឡែកខ្ញុំក៏បានផ្ដល់យោបល់ខ្លះទៅគាត់ហើយគាត់ក៏នឹងយកទៅគិតពិចារណាមួយកូនគាត់ដោយសារតែខ្ញុំជីវភាពឬក៏អីអាចថាយើងមកពីស្រែដូចគ្នាអញ្ចឹងការដែលយើងផ្ដល់យោបល់ខ្ញុំគិតថាវាងាយស្រួលយល់ហើយគាត់ក៏យល់ពីខ្ញុំក៏យល់ពីគាត់ដែរហើយតាក់ទងមួយចម្លើយថាខ្ញុំផ្ដល់ឲ្យគាត់បែបណាខ្ញុំនឹងចេញវីដេអូបន្ទាប់ដូច្នេះខ្ញុំចាំមើលបងប្អូនដែលកំពុងមើលវីដេអូនេះខមមិនសិនថាតើបងប្អូនគិតថាតើរវាងរៀនឆ្នាំទី3ទី4ចាំយើងរកការងារធ្វើឬក៏យើងទៅតែឡើងមករៀនយើងធ្វើការផងរៀនផងតើមួយណាល្អជាងអរគុណច្រើនជួបគ្នាវីដេអូក្រោយ